រភាពរបស់ស្ត្រីវៀតណាមខ្លួនជាអ្នករៀបគម្រោងធ្វើសកម្មភាពរំដោះប្តីនិងបកពួកចេញពីតុលាការព្រឹត្តិការណ៍នៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 9:05 នាទីព្រឹកជាថ្ងៃដែលគេស្មានមិនដល់ជំវិញករណីបាញ់រំដោះជនជាប់ចោទចំនួន6នាក់គួរឲ្យភ្ញាក់ផ្អើលនៅក្នុងបរិវេណសាលាដំបងខេត្តស្វាយរៀងខណៈក្រុមអនុរិយពន្ធនាគារនាំខ្លួនពួកគេមកកាត់ទោសនោះគឺជាការផ្ដាំគំនិតដោយស្ត្រីវ័យក្មេងជនជាតិវៀតណាមម្នាក់ឈ្មោះខ្វៀងធីហៃវ៉ាន់ដោយនាំអាវុធខ្លីនិងមធ្យោបាយរថយន្តមួយគ្រឿងម៉ាកលុចស៊ី CT 200X ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2CA 0692មកបាញ់រំដោះរួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនរហូតដល់ម៉ោងប្រមាណ 6 ល្ងាចក្នុងថ្ងៃដដែលសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមវិធានការជំនាញតែប៉ុន្មានម៉ោងប៉ុណ្ណោះក៏បានរកឃើញទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យគឺនៅក្នុងព្រៃទួលមួយកន្លែងស្ថិតក្នុងភូមិព្រៃអំពរឃុំសម្បួរស្រុកស្វាយទៀបហើយកម្លាំងសហការក៏បានធ្វើការហុំព័ទ្ធចាប់ខ្លួនជនសង្ស័យចំនួន6នាក់រួមនឹងស្ត្រីម្នាក់បន្ថែមទៀតបញ្ជូនយកមកការិយាល័យជំនាញខេត្តដើម្បីធ្វើការសួរយកចម្លើយជនសង្ស័យដែលមជ្ឈដ្ឋាននានាចាប់អារម្មណ៍នោះគឺស្ត្រីជនជាតិវៀតណាមឈ្មោះខ្វៀងធីហៃវ៉ាន់ដែលជាស្ត្រីចិត្តសឿងបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានទៅជួលរថយន្តពីបុរសជនជាតិខ្មែរម្នាក់សម្រាប់ជិះទៅធ្វើសកម្មភាពលុះនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានតាក់ទងតាម Telegram ទិញកាំភ្លើងខ្លីមួយដើមម៉ាក K54 ពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនៅក្រុងបាវិតខេត្តស្វាយរៀងក្នុងតម្លៃ$1,500ដើម្បីរៀបចំផែនការធ្វើសកម្មភាពទៅរំដោះប្តីឈ្មោះផាំវ៉ាន់បាវដែលជាប់ពន្ធនាគារខេត្តស្វាយរៀងត្រូវនាំយកទៅកាត់ទោសមកដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានបើករថយន្តខាងលើទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែងក្បែរមាត់ទន្លេក្រុងស្វាយរៀងមួយយប់លុះព្រឹកឡើងនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានបើករថយន្តទៅទុកនៅខាងមុខតុលាការហើយដើរចូលទៅក្នុងបរិវេណពេលសមត្ថកិច្ចពន្ធនាគារដឹកប្តីខ្លួននិងគ្នាមកដល់ខ្លួនក៏បានហុចកំភ្លើងខ្លីឲ្យទៅប្តីបាញ់គំរាមសមត្ថកិច្ចដើម្បីរំដោះខ្លួនរួចក៏នាំគ្នារត់ឡើងរថយន្តបើកកិច្ចខ្លួនតែម្ដងទៅក្រោយពីស្ដាប់ចម្លើយស្ត្រីម្នាក់ដែលជាជនសង្ស័យមានចិត្តក្លាហានរៀបចំគម្រោងជួលរថយន្តទិញអាវុធទៅធ្វើសកម្មភាពរំដោះប្តីនិងបកពួកចេញពីតុលាការនៅព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025សមត្ថកិច្ចបាននាំខ្លួនស្ត្រីវៀតណាមម្នាក់នោះទៅយកអាវុធដែលជនសង្ស័យបានលាក់ទុកនៅទីតាំងក្នុងរង្វង់ប្រតិបត្តិការក្នុងនោះរកឃើញអាវុធខ្លីមួយដើមម៉ាក K54 និងបងមួយមាន7គ្រាប់ជនសង្ស័យទាំង7នាក់និងវត្ថុតាងសមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធី